ព្រឹកមិញនឹងគឺនាងខ្ញុំងើបពីព្រលឹមទាំងពីរអ្នកគ្រូសាទៅរកទិញស្ពៃកញ្ញាញ់ហើយនឹងស្ពៃទឿចាឲ្យមួយដោយសារតែរបស់អ្នកម្ដាយខ្ញុំនឹងគឺគាត់កាត់អស់តាំងពី2 3ថ្ងៃមុនម្ល៉េះហើយព្រឹកមិញគ្រាន់តែទៅដល់ស្រុកភ្លាមនឹងគឺថាឲ្យអ្នកម្ដាយគាត់ដកដើមខ្ទឹម5គីឡូហើយនឹងដកសាឡាត់5គីឡូឲ្យមួយហើយនាងខ្ញុំមករកស្ពៃកញ្ញាញ់ស្ពៃទឿនឹងនៅខាងភូមិតបស្រូវចានៅភូមិជាប់នាងខ្ញុំដែរទេគាត់ថាទៅកន្លែងចកាគាត់នឹងគឺគាត់ដាំមានស្ពៃកញ្ញាញ់មានសាឡាត់មានស្ពៃទឿមានស្ពៃខ្មៅចាតែបើស្ពៃចកឹះអត់មានទេគឺគាត់ដាំតែ3 4មុខនឹងអញ្ចឹងបងប្អូនជាពិសេសនោះគឺតឡាចតែម្ដងហើយគ្រាន់តែថាស្ពៃកញ្ញាញ់ឥឡូវរៀងឡើងថ្លៃដែរស្ពៃកញ្ញាញ់នេះខ្ញុំទិញមកពីហ្នឹងគឺ25អញ្ចឹងនេះខ្ញុំបោយមួយ30អញ្ចឹងណាបងប្អូននាងខ្ញុំលក់អត់ចង់ចំណេញអីច្រើនទេបងប្អូន1គីឡូយើងបានតែ500ជួនកាលបន្លែខ្លះនេះខ្ញុំយកចំណេញតែ300ក៏មានដែរគឺដោយសារតែយើងលក់អញ្ចឹងស្មោះត្រង់គឺម៉ួយរបស់យើងចាគាត់នៅតែបន្តទិញយើងអញ្ចឹងណាប៉ុន្តែបើយើងលក់អត់ស្មោះត្រង់ហើយយើងយកចំណេញច្រើនគឺអត់កើតទេព្រោះដោយសារយើងយកទៅបោះឲ្យម៉ួយហ្នឹងម៉ួយក៏គាត់ត្រូវការលក់រាយបានចំណេញដែរអញ្ចឹងយើងយកចំណេញម្នាក់បន្តិចចែកគ្នារស់ណាបងប្អូនអញ្ចឹងហើយយើងរកស៊ីស្មោះត្រង់កុំឲ្យរកស៊ីកុហកគេចង់បានចំណេញច្រើនគឺយើងដាច់ម៉ួយហើយនាងខ្ញុំអរគុណច្រើនមែនតែនទៅដល់មួយដុំមួយរាយដែលគាត់តែងតែជួយកំងនាងខ្ញុំមករហូតគឺថាមិនថាកំងរាយ1គីឡូមួយមុខ1គីឡូគឺថាយកទៅហូបឬក៏ចាកំងមួយដុំនេះខ្ញុំចាប់ពី5គីឡូ10គីឡូគឺថាអរគុណពួកគាត់មែនតែនជូនបយពួកគាត់មានសុខភាពល្អសំណាងល្អហើយបើនិយាយពីដើមខាត់ណានេះបងប្អូននេះម្ដាយនេះខ្ញុំទៅដាំបានមួយអាទិត្យឯណាតែផ្លែកលឿនតែម្ដងគឺថាឆាប់ធំបងប្អូនអញ្ចឹងបងប្អូនណាដែលគាត់ត្រូវការដើមខាត់ណាអីគឺថាឆាប់កក់វឺតមកតាមមួយអាទិត្យអីទៀតហ្នឹងគឺបានកាត់លក់អីបងប្អូនហើយចំពោះស្ពៃកញ្ញាញ់ដែលយាយកំពុងកាត់នេះគឺវីដេអូប្រហែលជា5ថ្ងៃមុនហើយបងប្អូនដោយសារតែនេះខ្ញុំថតព្រឹកមិញហ្នឹងគឺវាបាននាទីតិចពេកអញ្ចឹងក៏យកវីដេអូមុនខ្លះមកប្រគ្រប់ឲ្យគ្រប់3នាទីអញ្ចឹងណាហើយបើស្ពៃចកឹះនេះវិញគឺអ្នកម្ដាយនេះខ្ញុំកាត់អស់តាំងពី5 6ថ្ងៃមុនបងប្អូនគាត់ទុកឲ្យនាងខ្ញុំទុកឡើងដើមធំហើយឡើងចេញផ្កាបងប្អូនដោយសារតែគាត់ទុកឲ្យនាងខ្ញុំយកទៅលក់ឲ្យម៉ួយអញ្ចឹងណាគាត់ខ្ជិលកាត់ឲ្យម៉ួយគាត់ដែរព្រោះខ្លាចនាងខ្ញុំពិបាកដើររកស្ពៃចកឹះឲ្យម៉ួយហើយបើនិយាយមកគុំនេះវិញបងប្អូនអើយគឺមួយនឹងចង់1គីឡូនិយាយពីថាធំមែនតើដោយសារតែអ្នកម្ដាយនេះខ្ញុំគាត់ដាំលាយជាមួយនឹងស្ពៃទឿដល់ពេលអញ្ចឹងវាមានមួយនិយាយពីថាមកគុំនឹងចូល1គីឡូបងប្អូនធំមែនតើតែម្ដងហើយព្រឹកមិញហ្នឹងម៉ួយក៏រកស្ពៃចកឹះដែរប៉ុន្តែអត់មានទេដោយសារតែរបស់អ្នកម្ដាយនេះខ្ញុំកាត់អស់ហើយទៅសួររបស់អ៊ំនៅចុងភូមិហ្នឹងគឺរបស់គាត់ស្អូចចាអាសត្វស្អូចវាស៊ីស្លឹកឡើងសោះបងប្អូនដល់ពេលអញ្ចឹងនេះខ្ញុំអត់ហ៊ានយកមកដាក់ឲ្យម៉ួយទេដោយសារតែគាត់លក់រាយអញ្ចឹងខ្លាចបងខ្លះគាត់អត់ហ៊ានទិញហូបដោយសារឃើញស្អូចវាចោះសោះពេកណាបងប្អូនហើយកុំឲ្យថានឹងខ្ញុំកុហកបងប្អូនមើលកៅអៅដែលនឹងខ្ញុំពាក់ព្រឹកមិញហើយនឹងកៅអៅនេះទៅគឺថាខុសគ្នាណាបងប្អូនមិនមែនថាមានបន្លែអត់ចង់ដាក់ឲ្យម៉ួយអត់ទេគឺថានឹងខ្ញុំយកវីដេអូមកប្រគ្រប់នាទីដើម្បីផុសទេបងប្អូន